ជំរាបសួរគ្រូនេះជា lab មួយដែលគ្រូបានដាក់ឲ្យដែលយើងធ្វើការ remote server ដែល access ចូលទៅកាន់ server តាមរយៈ ASX អញ្ចឹងនេះយើងមាន user ចំនួន3 user ចំនួន3ហ្នឹងមានទី1 ASX user ទី2មានឈ្មោះថា SCP និង user ទី3 FFTP ដែល user ទាំង3ហ្នឹង remote ចូល server តែមួយមានថាយើងមាន server មួយដើម្បីឲ្យ user ទាំង3ហ្នឹង remote ចូលទៅក្នុង server របស់យើងអញ្ចឹងយើងចាប់ផ្ដើមដំបូងបំផុតគឺយើងធ្វើការ create user ចំនួន3ហ្នឹងសិនអញ្ចឹងយើងធ្វើការចូលទៅ create user នៅក្នុងLinux Ubuntu ទាំងអស់គ្នាអញ្ចឹងuser ទី1ដែលមានឈ្មោះថាយើងដាក់ថា user មុនដំបូង ASA ចុះអញ្ចឹងយើងសរសេរថា sudo user apps .m ដាក់ថា ASA ចឹងមកនេះជា user របស់យើងឈ្មោះថា ASA ចឹងយើង enter យើងដាក់ password មកបន្ទាប់មកយើងធ្វើការដាក់ password ទៅឲ្យ user មួយហ្នឹងអញ្ចឹងយើងធ្វើការដាក់ password ទៅឲ្យ user ASX មួយហ្នឹងអញ្ចឹងយើងដាក់មក sudo យើងដាក់ password មកហើយយើងដាក់ name វាមកដែលយើងធ្វើការបង្កើត user ASA ហើយទាំងយើងធ្វើការបង្កើត user មួយទៀតដែលមានឈ្មោះថា SCP អញ្ចឹងយើងទៅធ្វើការបង្កើតទាំងអស់គ្នាវាបង្កើត user SCP ហ្នឹងហើយយើងធ្វើការបង្កើត user ចុងក្រោយ user ចុងក្រោយហ្នឹងបន្ទាប់មកយើងls មើល user របស់យើងថា user ទាំង3របស់យើងយើងបានបង្កើតហើយនៅនេះ user ដែលយើងបង្កើតមុនហ្នឹងដែលមានឈ្មោះថា SCP ហើយមាន FFTP ហើយមាន ASX បាត់កន្លែងនេះយើងធ្វើការ add user របស់យើងអញ្ចឹងយើងចាប់ផ្ដើម add វាមកហើយបន្ទាប់មកយើងឆែកមើលវានេះយើងឆែកមើលវាបានមកហើយនេះតមកយើងធ្វើការ copy វានេះ command line ដែលយើងធ្វើការ copy នៅ ID របស់វាអញ្ចឹងនេះយើង copy ID របស់វាយើងដាក់ password មក password របស់ server របស់យើងនេះ number ហ្នឹងយើងបាន key យើងបាន add វារួចហើយបន្ទាប់មកយើងចូលក្នុង vim config នេះយើងបានចូលមកក្នុង vim config ហើយបន្ទាប់មកយើងសរសេរដែលមានថា host host របស់វាយើងដាក់ថា ASASS ជាមួយនឹង host name របស់ Linux របស់យើងដែលមាន host name របស់យើង 192.168.175 ហ្នឹងហើយ user Linux របស់យើងឈ្មោះ tip ហើយ identifier របស់វានេះតមកយើងsave វាយើងធ្វើការ login មក
នេះ login ចូលមកបន្ទាប់មកយើងចូលទៅក្នុងVim base HRC នេះមួយមកយើងចូលទៅ alias name របស់វាហើយកន្លែងនេះយើងចូលមកកែ alias របស់យើងនេះ alias ដែលយើង alias ដាក់ASH នេះស្មើនឹងASH access របស់យើងហ្នឹងអញ្ចឹងយើងធ្វើការ save មកយើងធ្វើការ exit វាដើម្បីយើងចូល remote test តមកនៅលើម៉ាស៊ីនរបស់យើងធ្វើការកែ alias នេះទៅជា alias ASH ហើយ alias ហ្នឹង ASH អញ្ចឹងយើងធ្វើការ save វាមកអញ្ចឹងយើងធ្វើការដាក់អញ្ចឹងនេះយើង remote ចូល ASH ហ្នឹងមក user ឈ្មោះ ASH ហ្នឹងមកយើងដាក់ password នេះចូលក្នុង server យើងធម្មតាអញ្ចឹងយើងមានតែប៉ុណ្ណឹងគ្រូ